របៀបចាក់សោរូប profile ក្នុង account Facebook នេះគឺជាការសំណូមពររបស់បងប្អូនស្រីម្នាក់ដែលគាត់ comment ក្នុងវីដេអូរបស់ខ្ញុំគឺគាត់សួរថាសូមរបៀបចាក់សោរូប profile page តែដោយសារតែក្នុង page គឺมันមានកន្លែងសម្រាប់ចាក់សោទេបងប្អូនអ្នកគ្នាគឺបងប្អូនអ្នកគ្នាចូលកន្លែង page មកបន្ទាប់មកបងប្អូនអ្នកគ្នាចុចចូលកន្លែងរូប profile បន្ទាប់មកទៀតគឺបងប្អូនអ្នកគ្នាចុចលើកន្លែងត្រេ3កន្លែងចុច3ហ្នឹងបងប្អូនអ្នកគ្នាចុចចូលកន្លែងហ្នឹងមកបន្ទាប់មកកន្លែងនេះគឺអត់មានកន្លែងចាក់សោរូប profile ទេបងប្អូនអ្នកគ្នាមានតែកន្លែងដាក់ទៅជាមជ្ឈមណ្ឌលឯកជនដូច្នេះគឺខ្ញុំមានតែវីដេអូចាក់សោរូប profile ក្នុង account Facebook ជាដំបូងសូមបងប្អូនអ្នកគ្នាចុចចូលកម្មវិធី Facebook មកបន្ទាប់មកទៀតគឺបងប្អូនអ្នកគ្នាចុចលើកន្លែងរូប profile មកដល់ចំណុចនេះគឺបងប្អូនអ្នកគ្នាចុចលើកន្លែងចុច3ខាងស្ដាំដៃហ្នឹងបងប្អូនអ្នកគ្នាបងប្អូនចុចចូលកន្លែងហ្នឹងមកដល់ចំណុចនេះគឺបងប្អូនអ្នកគ្នាចុចលើកន្លែងរូប profile នេះកន្លែងខ្ញុំក៏វាចុះវាឡើងហ្នឹងដាក់ថា profile ហ្នឹងបងប្អូនអ្នកគ្នាបងប្អូនចុចចូលកន្លែងហ្នឹងមកដល់ចំណុចនេះគឺបងប្អូនទាំងអស់គ្នាចុចលើពាក្យថាshare your profile ហ្នឹងបងប្អូនចុចចូលកន្លែងហ្នឹងមកគឺបន្ទាប់មកគឺបងប្អូនអ្នកគ្នាបានចាក់សោរូប profile គឺបានដល់ស្វ័យប្រវត្តិតែម្ដងបងប្អូនអ្នកគ្នាអូខេបងប្អូនអ្នកគ្នាវីដេអូនឹងមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនអ្នកគ្នាគិតថាវីដេអូនេះមានប្រយោជន៍ដល់បងប្អូនអ្នកគ្នាកុំភ្លេចជួយចុច follow ចុចចែករំលែកវីដេអូនេះម្នាក់មួយផងសូមអរគុណពេលណាដែលបងប្អូនចាក់សោរូប profile ហើយគឺបងប្អូនអូសទៅលើគឺវាអត់ទៅទេបងប្អូនអ្នកគ្នាដោយសារតែវាជាប់សោអញ្ចឹងបងប្អូនអ្នកគ្នាអូខេបងប្អូនអ្នកគ្នាវីដេអូនឹងមានតែប៉ុណ្្នឹងទេ